ឡើងដើរលេង3កន្លែងដែលខ្ញុំមកតាម review គេនៅខេត្តកំពង់ស្ពឺទឹកធ្លាក់ជ្រាវចង់ដឹងថានៅកន្លែងណាខ្លះដែលមានទេសភាពដ៏ស្រស់ត្រកាលនារដូវវស្សាសូមទៅតាមដានវីដេអូជាមួយខ្ញុំទាំងអស់គ្នាដំណើរកម្សាន្តរបស់ខ្ញុំគឺចាកចេញពីកំពង់ធ្លាក់ជ្រាវចំណាយពេល2ម៉ោងបានទៅដល់ទេសភាពដ៏ស្រស់ស្រកាលនៅតាមដងផ្លូវត្រជាក់រហូតមិនដល់អល់ពេលយូរយើងកាត់មកមើលទេសភាពទឹកធ្លាក់ជាន់ទី2ដោយសារខ្ញុំអត់មានត្រៀមកៅអីទេគឺខ្ញុំក៏បកត្រឡប់មកក្រោយវិញមកមើលទេសភាពកាហ្វេលើភ្នំម្ដងគឺថានៅនឹងអត់មានតែគេ review ប្រាប់ខ្ញុំទេប៉ុន្តែគឺទេសភាពនៅនឹងខ្ញុំឲ្យ9 លើ 10ហើយកាហ្វេឆ្ងាញ់ទៀតតា6000ទេអ្នកនរគ្នាប៉ុន្តែអ្នកនរគ្នាកន្លែងនោះអត់មានភ្លើងទេអញ្ចឹងគាត់ត្រូវបច្ឆេះម៉ាស៊ីនភ្លើងចាក់សាំងម៉ាស៊ូកិនកាហ្វេមកកែវតម្លៃត្រឹមតែ6000ឲ្យយើងញ៉ាំអញ្ចឹងហើយអង្គុយមើលទេសភាពរងចាំកាហ្វេទៅសួរស្អាតមែននេះបន្ទាប់មកក៏យើងបន្តដំណើរទៅកន្លែងមួយទៀតដែលគេ review ដើម្បីថាស្អាតកាហ្វេរសានៅនឹងស្អាតមែនមានកន្លែងថតរូបច្រើនណាស់មានទាំងកន្លែងញ៉ាំផងមានទាំងកន្លែងផឹកកាហ្វេហើយមានទេសភាពស្អាតមែនតើមិនធម្មតាប៉ុណ្ណឹងឯងមានកន្លែងយើងស្នាក់នៅទៀតបើមានឱកាសក្រោយខ្ញុំនឹងនាំគ្រួសាររបស់ខ្ញុំទៅគេនៅនឹង enjoy life នៅនឹងបន្ទាប់មកគឺយើងអត់បងអង្គពេលចូលកន្លែងមួយទៀតគឺទេសភាពស្អាតមែនតើខ្ញុំចូលចិត្តកន្លែងហ្នឹងណាគឺ farm ហ្នឹងអ្នកដែលបានមកហ្នឹងគឺគេអត់ដែររំលងទេគឺគេបើកតែចុងសប្តាហ៍សៅរ៍អាទិត្យឯងគឺខ្ញុំ really enjoy នៅហ្នឹងព្រោះដោយសារខ្ញុំអាចសัตว์ផងទេសភាពនៅនឹងផងខ្ញុំពិតជាសប្បាយចិត្តមែនតើគឺលើកទី1ដែលខ្ញុំឃើញជាមហើយខ្ញុំអាចលេងជាមួយវាអ្នកនរគ្នាអាចស្ដាប់សលេងដែលខ្ញុំលេងជាមួយពួកគាត់បានបងមានឱកាសក្រោយខ្ញុំនឹងនៅយូរហើយលេងកន្លែងផ្សេងច្រើនវីដេអូយើងមានតែប៉ុណ្្នឹងឯងអរគុណដែលបានទស្សនាបាយជួបគ្នាពេលក្រោយ